ត្រូវកម្ដៅទឹកដោះនៅតាមផ្លូវតែអត់មានដូចអត់មានភ្លើងផងតែកម្ដៅទឹកដោះមកយើងមានម៉ាស៊ីនកម្ដៅម៉ាមីចល័តមួយនេះគឺអត់បញ្ហាតែម្ដងអាចកម្ដៅទឹកដោះបានគ្រប់ពេលវេលាគ្រប់ទីកន្លែងមិនថាតែពេលធ្វើដំណើរឬក៏ពេលនៅផ្ទះនៅពេលដែលដាច់ភ្លើងនោះទេហើយមិនមែនប្រើបានតែម៉ាក់ដែលបូមទឹកដោះទេម៉ាក់ដែលមានកូនបានម្សៅទឹកដោះគោក៏អាចប្រើបានដែរព្រោះយើងត្រូវការកម្ដៅទឹកដើម្បីឆុងម្សៅទឹកដោះគោឲ្យគាត់ដែរស្រួលប្រើមែនតើមានកម្ដៅរហូតដល់4ស័ក្តិសមទាំងការកម្ដៅទឹកដោះម្ដាយក៏ដូចជាកម្ដៅទឹកសម្រាប់ឆុងម្សៅទឹកដោះគោហ្វ្រីកសម្រាប់តម្រូវទៅតាមទំហំដបរហូតដល់4ហើយទំហំដើមរបស់ម៉ាស៊ីនមួយទៀតអញ្ចឹងគឺសរុប5ទំហំតែម្ដងងាយស្រួលមែនតើសម្រាប់ម៉ាក់ដែលប្រើប្រាស់ទំហំដបផ្សេងៗគ្នាហើយមានហ្វ្រីកំប៉ុងម្សៅមួយនេះសម្រាប់រំលែកម្សៅទឹកដោះគោថែមទៀតចង់កម្ដៅពេលណាក៏បានទីណាក៏បានដែរដូចឥឡូវនេះនៅលើឡានទេហើយពេលយប់ទៀតចង់កម្ដៅទឹកសម្រាប់ឆុងម្សៅទឹកដោះគោអូនបានគ្រប់ពេលវេលាគ្រប់ទីកន្លែងចឹងតែម្ដងតិចច្រឡំថាកម្ដៅបានតែទឹកដោះម្ដាយអត់ទេម៉ាស៊ីនកម្ដៅម៉ាមីនេះអាចកម្ដៅទឹកសម្រាប់ឆុងម្សៅទឹកដោះគោកូនក៏បានដែរម៉ាស៊ីនកម្ដៅនេះឆ្លាតវៃបើកម្ដៅទឹកដោះម្ដាយអត់ខូចគុណភាពទឹកដោះទេព្រោះឆ្លាតវៃកំណត់ជាសីតុណ្ហភាពមិនមែនកំណត់ជានាទីទេហើយមាន4សីតុណ្ហភាពសម្រាប់ម៉ាក់ជ្រើសរើសហើយមានកណ្ដូរច្រើនមែនតើនៅក្នុងប្រអប់គេឡើងព្រីមៀមតែម្ដងមានអេប៉ុងបែបនេះហើយនៅក្នុងហ្នឹងមានទាំងកំប៉ុងម្លែម្សៅទឹកដោះគោមានកហ្វ្រីចំនួន4សម្រាប់ម៉ាក់យកទៅប្រើប្រាស់ជាមួយនឹងដបដែលមានទំហំផ្សេងៗគ្នាហើយទំហំដើមមួយទៀតសរុបទៅគឺ5ទំហំតែម្ដងថែមផងប្រម៉ូសិន discount 30%ហើយ free delivery ទៀតសំខាន់ជាបានក្រុមហ៊ុនមានការធានាត្រឹមត្រូវច្បាស់លាស់ហើយមាន2វិធីណែនាំក្នុងការប្រើប្រាស់ឲ្យបានត្រឹមត្រូវថែមទៀតផងគឺបានទាំងពីរតែម្ដងកម្ដៅទឹកដោះម្ដាយក៏បានកម្ដៅទឹកសម្រាប់ឆុងម្សៅទឹកដោះគោក៏បានទោះបីជាម៉ាក់ធ្វើដំណើរទៅខាងក្រៅអត់មានភ្លើងអគ្គិសនីឬក៏ពេលនៅផ្ទះដាច់ភ្លើងអីក៏អាចប្រើប្រាស់បានដែរសិននេះឆ្លាតវៃគឺកម្ដៅជាកំណត់សីតុណ្ហភាពមិនមែនជានាទីនោះទេគឺវាអត់ធ្វើឲ្យប៉ះពាល់គុណភាពទឹកដោះនោះទេការកម្ដៅអត់ត្រូវប្រើប្រាស់ទឹកនោះទេគឺកម្ដៅផ្ទាល់ជាមួយនឹងទឹកដោះរបស់យើងតែម្ដងបើសិនណាមានតែដល់4សីតុណ្ហភាពងាយស្រួលប្រើប្រាស់មែនតើម៉ាក់ដែលឆុងម្សៅទឹកដោះគោឲ្យកូនក៏អាចប្រើប្រាស់បានដែរមិនមែនអាចតែកម្ដៅទឹកដោះបូមនោះទេអត់ចាំបាច់លោតទៅដល់ពណ៌បៃតងក៏ម៉ាក់អាចយកទៅប្រើប្រាស់បានដែរឲ្យតែបាត់ត្រជាក់ហើយតែអ្នកដែលគាត់ចង់បានក្តៅជាងហ្នឹងគាត់អាចចាំរហូតដល់លោតបៃតងក៏បានដែរកំពុងតែមានប្រម៉ូសិនណា discount 30% ហើយថែមកំប៉ុងម្លែម្សៅទឹកដោះគោក៏ដូចជា free កសម្រាប់ប្រើប្រាស់ជាមួយនឹងទំហំដបផ្សេងៗគ្នារហូតដល់4ហើយទំហំម៉ាស៊ីនស្រាប់មួយទៀតគឺ5តែម្ដងហើយថែមទាំង free ដឹកទៀតផងម៉ាស៊ីនកម្ដៅទឹកដោះទាំងពីរនេះខុសគ្នាមិនខ្លះទៅធ្វើមិនដឹងថាមួយណាដែលយើងគួរប្រើទៅតោះឥឡូវខ្ញុំមកប្រៀបធៀបជូនម៉ាក់ទាំងអស់គ្នាទាំងពីរប្រភេទនេះគឺសម្រាប់កម្ដៅទឹកដោះដូចគ្នាហើយក៏ឆ្លាតវៃដូចគ្នាដែរគឺកំណត់សីតុណ្ហភាពមិនមែនកំណត់ជានាទីទេអញ្ចឹងអត់បារម្ភថាខូចគុណភាពទឹកដោះនោះទេសូម្បីតែយើងភ្លេចអីក៏អត់បារម្ភថាក្តៅពេកឲ្យលាកមាត់កូនអីដែរមិនមែនត្រឹមតែកម្ដៅទឹកដោះទេអាចកម្ដៅទឹកទុកឆុងម្សៅដោះគោបានទាំងពីរហ្នឹងចំណុចដែលខុសគ្នាមួយគឺដោតដូចប្រើនៅផ្ទះហើយមួយទៀតវិញឆ្លាតអាចយកចេញទៅខាងក្រៅបានអត់ចាំបាច់ប្រើខ្សែសាកថ្មហើយគឺប្រើបានតែម្ដងហើយអត់ត្រូវការទឹកទេគឺផ្កាប់បែបនេះម៉ាស៊ីនកម្ដៅនេះ discount ហើយថែមជាប្រដាប់ចាប់ដបក៏ដូចជាអេប៉ុងលាងដបមួយដែរមាន promotion discount តែបើម៉ាក់ចង់បាន free ទិញឈុតម៉ាស៊ីនបូមទឹកដោះម៉ាមីជាឈុត A នៅក្នុងថ្ងៃនេះគឺបានតែម្ដងហើយម៉ាស៊ីនកម្ដៅចល័តនេះក៏ free ដែរ free ជាក៏បែបនេះចំនួន4សម្រាប់ម៉ាក់យកទៅប្រើប្រាស់ជាមួយនឹងដបដែលមានទំហំផ្សេងៗគ្នាហើយ free ជាកំប៉ុងម្លែម្សៅទឹកដោះគោមួយទៀតតែម្ដងចំណេញហើយថែមខ្លាំងច្រើនមែនតើម៉ាស៊ីនកម្ដៅចល័តភាគច្រើនណាប្រអប់ទូចៗទេព្រោះអត់មានអីថែមក្នុងហ្នឹងប៉ុន្តែពីខាងម៉ាមីគឺថែមច្រើនមែនតើហើយ promotion discount 30% ទៀតសម្រាប់ខ្ញុំគឺប្រើទាំងពីរដោយសារតែនៅផ្ទះខ្ញុំត្រូវការកម្ដៅហើយខ្ញុំក៏អាសាចេញក្រៅដែរប៉ុន្តែម៉ាក់អាចរើសទៅតាមតម្រូវការបាន